មីងលីវមិនបាច់បារម្ភទេបើខ្ញុំអង្គុយចុះមាត់មីងប្រហែលជាអាចជួយជីខ្ញុំឡើងបានហាហាគាត់ធ្វើការអីកើតធ្វើបន្តិចក៏ស្រែកឃ្លានជាងជន់កុំបារម្ភពីខ្ញុំអីម្សិលមិញអ្នកសំបីតែនំប៉័ងពាក់កណ្ដាលក៏លួចដែរថាឃ្លានចេញពីមាត់អ្នកវាស្ដាប់ទៅដូចចោលអូគាត់ធ្វើការបានល្អណាស់មនុស្សថត់កម្លាំងខ្លាំងមិនចម្លែកទេមីងលីវកុំចេះតែនិយាយពេកធ្វើការតាំងពីព្រឹកបានពិន្ទុតិចតួចសោះខាត់ពេលមែនថ្ងៃនេះសិនតាហាធ្វើការបានល្អណាស់គាត់ពិន្ទុពេញឲ្យគាត់ទៅចុះហេតុអីបានគាត់បានពិន្ទុព្រោះគាត់ធ្វើការច្រើនជាងអ្នកទេកុំចេះតែមិនសុខរឿងតែមួយដែលអ្នកធ្វើបានច្រើនជាងខ្ញុំគឺរឿងលួចពងមាន់នឹងឯងហាហាមិនក៏នៅរំយោគពីរឿងពងមាន់ទៀតប្រវត្តិសាស្ត្រមិនអាចបំភ្លេចបានទេពងមាន់មិនអាចបាត់បង់ដោយឥតប្រយោជន៍ទេហាហាហាថ្ងៃនេះអ្នកធ្វើការបានពេញមែនទេម៉េចខកចិត្តមែនទេអត់ទេចុះមុខមាត់អ្នកដូចឃើញជ្រូកឡើងដាំឈើអញ្ចឹងខ្ញុំគ្រាន់តែមិននឹកស្មានដល់មិននឹកស្មានថាខ្ញុំអាចធ្វើការបានពីមុនអ្នកតែងតែដាក់ស្លាកថាខ្ញុំខ្ជិលនឹងលោភលន់ថាខ្ញុំគ្មានប្រយោជន៍រហូតដល់អ្នកជឿខ្លួនឯងទៀតលូជាងគូខ្ញុំធាត់គឺជារឿងពិតតែរឿងដែលខ្ញុំគ្មានប្រយោជន៍គឺជារឿងមិនរឿងដែលពីមុនអ្នកមើលមនុស្សមិនច្បាស់ក៏ជារឿងពិតដែរសុំទោសកុំសុំទោសភ្លាមបែបនេះខ្ញុំខ្លាចម៉ែអ្នកថាខ្ញុំធ្វើឲ្យអ្នកខូចខួរក្បាលទៀតខ្ញុំនិយាយមែនណាសុំទោសពិតប្រាកដក៏ត្រូវកត់ទុកដែរលើកទី1នេះមិនទាន់គិតលុយទេតាហានៅតែជាកូនប្រសាតកោលូរបស់យើងស្បៀងរបស់គាត់ខ្ញុំជាអ្នកទៅបើកជំនួសម៉ែដៃម៉ែវែងដល់ហើយនៅឆ្ងាយដល់ម្លឹងក៏នៅតែអាចមកប៉ះស្បៀងរបស់ខ្ញុំបានចេញទៅនៅក្រៅប៉ុន្មានថ្ងៃសំបីតែផ្ទះប្តីក៏មិនស្គាល់មែនទេស្គាល់តើបានជាខ្ញុំហៅម៉ែថាម៉ែបើមិនអញ្ចឹងទេខ្ញុំហៅម៉ែថាអ្នកលួចស្បៀងទៅហើយហាហាហាខ្ញុំបើកជំនួសព្រោះខ្លាចអ្នកលើកមិនរួចទេខ្ញុំធ្វើការពេញមួយព្រឹកលើកស្បៀងប៉ុន្មានគីឡូខ្លាចអីផ្ទុយទៅវិញចិត្តម៉ែដែលគិតច្រើនម្លឹងមិនក៏មិនទាន់ក្នុងកង់ទៀតពិន្ទុរបស់សិនតាហាលខែនេះគាត់ដោយឡែកស្បៀងក៏គាត់ត្រូវទៅបើកដោយខ្លួនឯងដែរគាត់នៅមិនទាន់លេងលេះជាមួយកូនប្រុសខ្ញុំទេណាទោះមិនទាន់លេងក៏មិនមែនមានន័យថាគាត់ជារបស់ម៉ែដែរកូនប្រុសម៉ែមិនមែនជាបាវដាក់ស្បៀងទេការម្ដងមិនមែនមានន័យថាអាចបន្តកិច្ចសន្យាដោយស្វ័យប្រវត្តិទេធ្វើតាមច្បាប់ទៅសិនតាហាលទៅបើកដោយខ្លួនឯងបងថ្លៃបងម្នាក់ឯងញ៉ាំមិនអស់ទេទុកខ្លះឲ្យគ្រួសារមានអីខុសសៀវមីបងម្នាក់ឯងស្លៀកខោអាវមិនអស់ទេមិនក៏មិនចែកបានទិញក្រណាត់ឲ្យខ្ញុំខ្លះមនុស្សយើងមិនគួរមានស្តង់ដារស្តង់ដារពីរញីនឹងធ្វើឲ្យមកអ្នកឯងនឹងខ្ញុំសួរអ្នកថាខ្សែក្រហមនោះបានមកពីណាយកពីទូទៅដូមែនទេខ្ញុំជួយអ្នកស្ពាយមិនបាច់ទេវាធ្ងន់ណាស់អ្វីដែលធ្ងន់គឺទម្ងន់របស់វាមិនមែនជាការលំបាកទេខ្ញុំស្ពាយរួចទេជៀនគូឲ្យប្រពន្ធឯងឥឡូវខ្លាំងមែនប្រហែលជាគាត់ល្អតាំងពីដើមមកហើយចុះមិនបានពីមុនឯងមើលមិនដឹងលូជៀនគូកុំធ្វើមុខស្មើធំពេកបើចង់ជួយពិតមែនយប់នេះយកកំសៅពោតកន្លះបោដែលជំពាក់ខ្ញុំមកសងផងហាហាហាដឹងហើយបងជៀនគូហត់ហើយមែនទេខ្ញុំយកពងទាស្ងោរមកជូនបងអូពងទាទាំងនេះមកជួបជុំគ្នាមិនបានចូលចិត្តយកមកឲ្យប្តីគេញឹកម្លេះបងដាហាកុំយកច្រឡំអីខ្ញុំគ្រាន់តែឃើញបងជៀនគូធ្វើការហត់បើអាណិតគាត់មិនជួយទាញខ្សែការទឹកទៅយកតែពងទាមកឲ្យមិនចេះធ្វើការងារអ្វីសោះខ្ញុំជាស្ត្រីមេម៉ាយតើអាចជួយអ្វីបានខ្ញុំគ្រាន់តែចង់រាប់អានគ្នាក្នុងនាមអ្នកភូមិរាប់អានបានអ្នកនឹងរាប់អានប្រុសទាំងភូមិខ្ញុំមិនខ្វល់ទេតែពេលរាប់អានប្តីខ្ញុំសូមឲ្យខ្ញុំនៅទីនេះផងព្រោះខ្ញុំក៏ចូលចិត្តញ៉ាំពងទាដែរតាហាកុំនិយាយផ្ដេសផ្ដាសខ្ញុំនិយាយផ្ដេសផ្ដាសមែនទេចុះអ្នកញ៉ាំអត់មិនញ៉ាំទេឃើញទេគាត់មិនញ៉ាំទេប្អូនស្រីស៊ីវលៀនយកពងទានេះត្រឡប់ទៅវិញទៅកុំឲ្យខាត់បងអីមន់ពងហត់ណាស់ហើយអ្នកសម្ដែងក៏ហត់ដែរហាហាហាបងដាហាមិនបានបងតែងតែគិតថាខ្ញុំអាក្រក់ម្លេះខ្ញុំមិនបានគិតថាអ្នកអាក្រក់ទេខ្ញុំវិតម្លៃតាមអ្វីដែលអ្នកធ្វើបើអ្នកគិតថាពិន្ទុទាបលើក្រោយកុំមកធ្វើល្អដាក់ប្តីគេទៀតខ្ញុំគ្មានចិត្តណាអ្វីទេហាហាជូតទឹកភ្នែកទៅយំបានតែគុំយំក្នុងអណ្ដូងអ្នកភូមិគេត្រូវប្រើទឹក
ហា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 អ្នកមិនអាចទុកមុខឲ្យគាត់ខ្លះទេចុះគាត់ធ្លាប់ទុកមុខឲ្យខ្ញុំដែររឿងដែលគេនិយាយថាខ្ញុំមិនស័ក្តិសមនឹងអ្នកក៏ដោយសារគាត់ដែរថ្ងៃនេះខ្ញុំគ្រាន់តែជិះទឹកដាក់គាត់បន្តិចបន្តួចប៉ុណ្ណោះបែបនេះគឺសុភាពបំផុតហើយ